សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់រឿងទេវកថារបស់បិសាចឋានយ៉ារឿងមួយនេះផងដែរគឺមិនមែនជារឿងប្រភេទបែបស្នេហាទេរឿងមួយនេះពាក់ព័ន្ធជាមួយនឹងបុរសម្នាក់គាត់មិនជឿទៅលើព្រះរួចក៏បានជាប់នៅភពមួយដែលពោពេញទៅដោយសង្គ្រាមដើម្បីឲ្យមិនខាតពេលច្រើនតោះយើងចូលសាច់រឿងរបស់យើងរឿងរបស់យើងបានចាប់ផ្ដើមនៅក្នុងសមរភូមិមួយដែលទ័ពខាងអាណាចក្រប្រកួតជាមួយនឹងទ័ពកុម្មុយនីសកងទ័ពខាងអាណាចក្រកំពុងតែជិតបរាជ័យបន្ទាប់មកបានទ័ពជំនួយមកជួយដែលជាទ័ពជើងអាកាសហើយតួរបស់យើងនេះផងដែរគាត់គឺជាមេដឹកនាំខាងទ័ពអាកាសតួរបស់យើងគាត់មានឈ្មោះថា Tanya von Dekorechav នៅក្នុងភពមួយនេះគឺស្តៀងទៅនឹងសង្គ្រាមលោកលើកទី1និងលោកលើកទី2អញ្ចឹងប្រទេសដែលនៅកណ្ដាលនេះគឺមានឈ្មោះថាអាណាចក្រប្រទេសមួយនេះផងដែរគឺមានកងទ័ពខ្លាំងជាច្រើននិងគ្រឿងប្រដាប់ប្រដាធ្វើសង្គ្រាមក៏ទំនើបថែមទៀតផងហើយក៏ជាប្រទេសដែលទ័ពរបស់យើងគាត់នៅដែរនៅក្នុងអំឡុងសង្គ្រាមមួយនេះអាណាចក្រគឺមានសត្រូវជុំវិញខ្លួនប្រៀបបានទៅនឹងគ្រប់ប្រទេសព្រួតគ្នាវាយជើម៉ានីអញ្ចឹងឥឡូវយើងមកលេងមើលទស្សនៈការកណ្ដាលរបស់យុទ្ធសាស្ត្រអន្តរជាតិបុរសម្នាក់នេះគឺជាអនុប្រធានផ្នែកយុទ្ធសាស្ត្រនិងប្រតិបត្តិការក៏មានឈ្មោះថាវីរៈស្នេហ៍ឯក Erich von Röntgen ចំណែកគាត់វិញគាត់ក៏ជាអនុប្រធានផ្នែកយុទ្ធសាស្ត្រនិងប្រតិបត្តិការឧត្តមសេនីយ៍តូ Kurt von Ruderdorffពួកគេទាំងពីរនាក់ពិភាក្សាគ្នាអំពីកងទ័ពនៅតំបន់ភាគខាងជើងបានពន្យាពេលនិងកងទ័ពភាគខាងលិចកំពុងតែចុះខ្សោយហើយបុរសម្នាក់នេះគាត់ក៏ជាឧត្តមសេនីយ៍តូ Han von Settor យើងក៏លេចមកមើលសមរភូមិវិញឋានយ៉ានិងកងទ័ពគាត់គឺមានភារកិច្ចមួយគឺពន្យាពេលសត្រូវកុំឲ្យគេវាយលោកចូលហើយរងចាំទ័ពជំនួយពីភាគខាងជើងដែលត្រូវការពន្យាពេលនោះអីបន្ទាប់មកកូនទ័ពរបស់គាត់2នាក់បានសម្រុកចូលទៅបាញ់កំភ្លើងធំហើយឋានយ៉ាគាត់អត់ឲ្យទៅទេក៏ដោយសារតែវាល្មើសបទបញ្ជាតែកូនធាន2នាក់ហ្នឹងគឺអត់ស្ដាប់ទេយប់ឡើងមកដល់ជំរំវិញឋានយ៉ាបានកោះហៅ2នាក់ហ្នឹងមកនិយាយគ្នាគាត់ថាគាត់នឹងស្នើស្នាក់លើដើម្បីបញ្ជូន2នាក់ហ្នឹងឲ្យទៅផ្ទះវិញគាត់ថាទុកធ្វើអីបើកូនទ័ពមិនស្ដាប់បញ្ជាអញ្ចឹងហើយ2នាក់ហ្នឹងគឺគេអត់យល់ព្រមទេគេនៅប្រកែកគេចង់បន្តធ្វើសង្គ្រាមទៀតហើយឋានយ៉ាយើងក៏ថាយ៉ាងម៉េចអត់ស្ដាប់បញ្ជាទៀតទេមែនហើយគាត់ក៏បំរុងដកដាវមកសម្រាប់ទាំង2នាក់ហ្នឹងចោលតែបានកងសេនីយ៍តូច Victoria Serebriakau គាត់មកជួយទាន់នៅថ្ងៃស្អែកឡើងអនុសេនីយ៍តូ Ellen C. Waskov គាត់មកប្រាប់ Victoria ថាកូនទ័ព2នាក់ហ្នឹងត្រូវបានផ្លាស់ទីតាំងទៅនៅប្លង់សេខាងក្រោយហើយពេលយកបានមកដល់កងទ័ពក៏បានចេញប្រតិបត្តិការដែរ Victoria គាត់ក៏បានអស់កម្លាំងហើយគាត់ក៏ចុះទៅក្រោមដើម្បីសម្រួលខ្លួនបន្តិចហើយឋានយ៉ាមកដល់គាត់ក៏បាននិយាយថាអាណាចក្រអត់មានធនធានសម្រាប់ខ្ជះខ្ជាយទៅលើកងទ័ពដែលខ្សោយទេមកដល់ជំរំវិញកងទ័ពជើង403ត្រូវបានប៉ះគ្នាជាមួយនឹងខាងគេហើយឥឡូវត្រូវការជំនួយចឹងហើយគេឲ្យត្រៀមខ្លួនដើម្បីចេញទៅជួយភ្លាមឋានយ៉ាយើងក៏និយាយថាបើទៅជួយគឺពិបាកអីក៏ដោយសារតែខ្លួនគាត់គឺនៅអាចវាយបានក៏ប៉ុន្តែ Victoria គឺគាត់ខ្សោយអីចឹងអត់អាចធ្វើបានទេចឹងហើយបើទៅជួយតែម្នាក់គាត់គឺវាពិបាកខ្លាំងហើយ Victoria គាត់ក៏ប្រកែកថាគាត់នឹងអាចធ្វើបានគាត់នឹងទៅជួយកងពល403ហើយអនុសេនីយ៍តូ Ellen គាត់ថាបើគេចង់ទៅគេទៅបន្ទាប់ពីនិយាយគ្នាចប់ Victoria ប្រាប់ឋានយ៉ាថាគាត់នឹងមិនឲ្យធ្វើឲ្យខុសអំណងទេបន្ទាប់មកពួកគេក៏បានចេញមកជួយឋានយ៉ាប្រាប់ឲ្យ3នាក់ហ្នឹងចុះទៅជួយគ្នាទៅចំណែកគាត់វិញទៅកំទេចកណ្ដុងធំជាមួយនឹងទ័ពអាកាសខាងគេដែរបន្ទាប់ពីសម្អាតកន្លែងហ្នឹងហើយឋានយ៉ានិងឃ្លារបស់គាត់ក៏នាំគ្នាត្រឡប់ទៅជំរំវិញយើងមកកលេងមើលខាងកុម្មុយនីសវិញគេទទួលបានថាមានក្មេងស្រីម្នាក់តែម្នាក់ឯងសោះអាចសម្អាតកងទ័ពមួយក្រុមបានហើយគេដាក់រហស្សនាមឲ្យគាត់ថាបិសាចនៃរ៉ាយហ្នឹងគឺជាឈ្មោះទីតាំងដែលគាត់បោះជំរំនៅនឹងឯងចឹងហើយគេហៅគាត់ថាបិសាចនៅទីនោះទៅនៅក្នុង web 2អ្នកនរគ្នានឹងបានដឹងថាហេតុអ្វីបានជាតួរបស់យើងគឺជាក្មេងស្រីហើយមានរៃកើតឡើងបានគាត់មកដល់ទីនេះសម្រាប់ភាគទី1គឺបានស្លេះត្រឹមប៉ុណ្ណឹងហើយមួយទៀតទាហាន2នាក់ដែលបញ្ជូនទៅប្លង់សេខាងក្រោយហ្នឹងគេប្លង់បេចំបាត់ហើយពួកគេក៏បានងាប់ទៅតួរបស់យើងគឺដឹងទាំងអស់ក៏ដោយសារតែគាត់ចង់ឲ្យគេប្លង់បេត្រូវចងចាំណាខ្ញុំបាទសរយ៉ាជាអ្នកស្នេហាស្រីសាន